នសាជាថ្មីអញ្ចឹងនៅពេលដែលយើងធ្វើការជ្រើសរើសបុគ្គលិកនេះយើងឃើញថាមានកម្រិតតួនាទីជាច្រើនដែលយើងត្រូវធ្វើការផុសឬក៏ផ្សព្វផ្សាយទៅតាម social media នៅកន្លែងណាដែលតួនាទីនោះគាត់មានអ្នកមើលច្រើនឬក៏យើងនិយាយសាមញ្ញថា audience បាទឬក៏ audience របស់យើងនៅក្នុងកន្លែងណាអញ្ចឹងបើសិនជាបងប្អូនផុសនៅខុសទីតាំងក៏មិនមានបងប្អូនយើងគាត់មើលទៅឃើញដែរបាទឧទាហរណ៍ថាយើងរើសបុគ្គលិកសន្តិសុខអនាម័យអញ្ចឹងបងប្អូនអំពុំមីងយើងគាត់ភាគច្រើនគាត់ចេះតែលេង Facebook ទេបាទហើយបងប្អូនយកទៅផុសនៅក្នុង LinkedIn អញ្ចឹងបងប្អូនត្រូវដឹងថានៅក្នុង LinkedIn គឺមានតែប្រភេទកម្រិតដែលគាត់រៀង high បាទអញ្ចឹងគាត់រៀង high គាត់សិតតែអ្នកធ្វើការងារច្រើនបើសិនជាបងប្អូនផុសនៅក្នុងកន្លែងនេះគឺមិនសូវខាងបងប្អូនអំពុំមានយើងហ្នឹងគាត់មើលឃើញទេបាទអញ្ចឹងបងប្អូនត្រូវដឹងថាតើគាត់នៅកន្លែងណាដែលអ្នកដែលគាត់ស្វែងរកការងារធ្វើហ្នឹងយើងផុសឲ្យចំទីតាំងបាទនៅក្នុងនោះបងប្អូនក៏អាចផុសនៅ TikTok អីផ្សេងអញ្ចឹងតោះយើងទៅមើលមួយគ្នាកុំឲ្យខាតពេលអញ្ចឹងយើងមើលនៅក្នុង Facebook បាទនៅក្នុង Facebook បងឃើញនេះនៅក្នុងក្រុមបាទការងារគ្រប់មួយបើសិនជាពួកគាត់ជាអ្នកដែលធ្វើការងារនៅក្នុងវិស័យសំណង់បងពុំមីងបងប្អូនហ្នឹងគាត់ច្បាស់ជាចូលទៅក្នុងក្រុមច្រើនបាទដើម្បីរកការងារនៅក្នុងហ្នឹងតាមបទពិសោធន៍របស់គាត់អញ្ចឹងបើសិនជាអត់ទេបងប្អូនអំពីមួយគាត់នឹងបើសិនជាគាត់ជាអ្នកសម្អាតឬអីផ្សេងគាត់នឹងទៅរកការងារទៅតាមវិស័យនឹងដូចគ្នាដែរបាទបងប្អូនឃើញនៅក្នុងកន្លែងនេះមានគ្រប់ហ្នឹងគឺច្រើនបើសិនជាបងប្អូនរើសនៅក្នុងជំនាញមួយណាគឺបងប្អូនអាចផុសនៅក្នុងកន្លែងហ្នឹងទៅបាទឧទាហរណ៍ថាអ្នកបងប្អូនអំពុំមានអ្នកអនាម័យសន្តិសុខអីដូចខ្ញុំនិយាយហ្នឹងឬក៏គាត់ជាអ្នកជំនាញនៅក្នុងការងារដែលគាត់បុកបៀករៀបកបោជួសជុលផ្ទះហ្នឹងបងប្អូនអាចមើលនៅក្នុងក្រុមសំណង់ទើបអាចឃើញគាត់បាទឃើញគាត់ដាក់ទៅដឹងថាគាត់ឆ្លើយសួរបងប្អូនខលបងប្អូនមានអ្នកខ្លះទៀតមិនចង់នឹងលើកទូរស័ព្ទគាត់ទេដោយសារពេលផុសទៅវាប្រសិទ្ធភាពទេគាត់ដាក់ប្រើមកគាត់មានអ្នកខលសួរយើងច្រើនមែនតើបាទអញ្ចឹងល្អជាងបងប្អូនគាត់គួរតែផុសនៅក្នុងហ្នឹងដាក់ព័ត៌មានពេញលេញកាលណាបងប្អូនដាក់ទៅអត់ពេញលេញទេអញ្ចឹងគាត់នឹងខលសួរច្រើនមានបងប្អូនខ្លះដល់ថ្នាក់ធុញទៀតនិយាយអស់ទៅគាត់ធុញដែរគាត់ថាពេលផុសទៅមិនបានអត់ឆ្លើយអត់ឆ្លងអីអញ្ចឹងតាមពិតមិនមែនទេគឺដោយសារតែគាត់ច្រើនពេលដែលគាត់ផុសភ្លាមគឺអ្វីដែលគាត់ចាប់យកបាននោះមានបងប្អូនអំពុំមានយើងមួយចំនួនគឺតាមលេខទូរស័ព្ទនឹងហើយដែលលឿនបំផុតបាទអញ្ចឹងគួរតែដាក់ព័ត៌មានឲ្យបានពេញលេញឲ្យអស់អញ្ចឹងមួយទៀតបងប្អូនឃើញនៅក្នុងKMHR បាទអញ្ចឹង KMHR គឺជាបណ្ដុំនៃ website ដែលធ្វើការផ្សព្វផ្សាយបុគ្គលិកបាទគ្រប់កម្រិតតែម្ដងអាចនិយាយបានថាគ្រប់កម្រិតមានជាទូទៅគឺបងប្អូនអាចឃើញនៅចង់ផុសការងារណាឬក៏បងប្អូនអំពុំមីងចំនួនដែលគាត់ធ្វើការចង់ស្វែងរកការងារធ្វើអាចមើលតាមនឹងដូចគ្នាអញ្ចឹងជារួមអ្នកផុសក៏ផុសនៅទីនេះបានដោយសារទីនេះអស់លុយប៉ុន្តែអ្នកមើលគឺមើលអត់អស់លុយទេអញ្ចឹងនៅក្នុងក្រុមហ៊ុនគឺអាចយើងនិយាយបានថាចែកជាពីរទី1បើសិនជាមានបាត់ចិត្តឬក៏មានថវិកាគ្រប់គ្រាន់អាចផុសនៅក្នុងកន្លែងនេះបាទមួយទៀតបើសិនជាចង់បានឆាប់តែម្ដងគឺគេប្រើ agency ឬក៏ភ្នាក់ងារនៅក្នុងការធ្វើការជួយជ្រើសរើសបុគ្គលិកដោយសារតែក្នុងភ្នាក់ងារធ្វើការជ្រើសរើសបុគ្គលិកហ្នឹងគាត់មាន CV មានអីហើយអញ្ចឹងបងប្អូនអាចតាក់ទងទៅគាត់ដើម្បីឆាប់រហ័សបានបាទអញ្ចឹងគាត់មាននៅក្នុង CV បេក្ខជនច្រើននៅក្នុងដៃអញ្ចឹងមួយទៀតបងប្អូនក៏អាចធ្វើការផ្សព្វផ្សាយការងារនៅនេះបាទបងធំគឺជាបណ្ដុំដូច KMHR ដែរមានបុគ្គលិកជាច្រើនស្ថាប័នអង្គការ
ក្រៅរដ្ឋាភិបាលជាមួយនឹងក្រសួងពាក់ព័ន្ធក៏គាត់ធ្វើការផ្សព្វផ្សាយច្រើននៅក្នុងនីតិនេះដែរបាទអញ្ចឹងជារួមត្រឡប់មកវិញបាទអញ្ចឹងបងប្អូនក៏អាចធ្វើការផ្សព្វផ្សាយនៅ TikTok ដែរបើសិនជាបងប្អូនក្លាហានអញ្ចឹងទៅយើងចេះកាត់តល្មមអីយើងអាចប្រើផ្សព្វផ្សាយនៅខ្លួនឯងបានដូចខ្ញុំនិយាយខាងដើមថាក្រុមហ៊ុនមួយចំនួនខ្លះអត់មានថវិកានៅក្នុងការផ្សព្វផ្សាយទេបាទនៅក្នុងនោះដែរបើសិនជាមានក្រុមហ៊ុនមួយចំនួនដែលគាត់មានថវិកាគ្រប់គ្រាន់អញ្ចឹងយើងអាចធ្វើការទាំងផុសនៅក្នុងwebsite ឬក៏គេហទំព័រដែលផ្ដល់សេវាហ្នឹងបាទអញ្ចឹងបើសិនជាមានលុយថែមទៀតគឺគេប្រើ agency ទៀតបាទនៅខាងក្នុងនោះមានអ្នកខ្លះទៀតដល់ថ្នាក់ហៅ hunting បាទ hunting នេះគឺអាចនឹងបុគ្គលិកផ្សេងទៀតក៏យើងអាចចង់បានលឿនអ្នកខ្លះឃើញគេកំពុងធ្វើការងារក្រុមហ៊ុនផ្សេងបាទដូចផ្នែក technical អញ្ចឹងអត់ចង់រើសច្រើនទេគេកំពុងធ្វើការងារនៅក្នុងក្រុមហ៊ុននោះគាត់ទៅចរចាមួយគេតែម្ដងបាទចរចាមួយបុគ្គលិក technical អញ្ចឹងហើយឲ្យមកធ្វើការមួយគាត់ដែលឲ្យប្រាក់ឈ្នួលហ្នឹងខ្ពស់ទោះបីគាត់កំពុងធ្វើការងារក៏ដោយបាទអញ្ចឹងបើសិនជាបងប្អូនមានមតិយោបល់ទាក់ទងមួយ hunting ហ្នឹងតែបងប្អូនធ្លាប់ជួបអញ្ចឹងជួយប្រាប់ផងហើយមួយទៀតបងប្អូនក៏អាចធ្វើការផ្សព្វផ្សាយជាមួយនឹង career fair បាទពីព្រោះការងារពេលខ្លះយើងឃើញហើយក្រសួងការងារហ្នឹងគាត់ធ្វើការផ្សព្វផ្សាយនៅខាងកោះពេជ្រអញ្ចឹងបងប្អូនគេតាំងពីពណ៌នៅកោះពេជ្រមានស្តង់មានអីដូចលក់ទំនិញដូចលក់ម្ហូបអាហារផ្សេងអញ្ចឹងបងប្អូនអាចពេលដែលគេខាងក្រសួងការងារប្រកាសយើងឃើញគេនឹងមានក្រុមហ៊ុនមួយចំនួនទៅដាក់ពាក្យស្នើសុំបាទចុះឈ្មោះមានប៊ូតមានអីចឹងទៅតាមតម្លៃដូចយើងលក់ម្ហូបអាហារអញ្ចឹងប៉ុន្តែមិនមែនលក់ម្ហូបអាហារទេគឺយើងធ្វើការតាំងពីពណ៌ការងារមានក្រុមហ៊ុនគ្រប់វិស័យជាច្រើនដែលគាត់នឹងធ្វើការតាំងពីពណ៌ការងារនោះបាទអញ្ចឹងពេលនោះឯងមានបងប្អូនសិស្សនិស្សិតមួយចំនួនបាទអ៊ំពុកវិញយើងក៏គាត់ត្រៀម CV ហើយជាស្រេចនៅក្នុងការដាក់ពាក្យនៅពេលនោះតែម្ដងអាហ្នឹងក៏លឿនដែរបាទត្រៀមអញ្ចឹងជារួមដើម្បីអាចឲ្យយើងជ្រើសរើសបុគ្គលិកបាទឬក៏បុគ្គលិកកម្រិតទៀតឲ្យមានប្រសិទ្ធភាពបងប្អូនត្រូវដឹងពីប្រភពថាតើយើងផុសនៅក្នុងកន្លែងណាពួកគាត់មើលឲ្យចំគោលដៅរបស់យើងដែលយើងកំពុងធ្វើការផ្សព្វផ្សាយអញ្ចឹងបើសិនជាបងប្អូនមានសំណួរអាច comment នៅខាងក្រោមខ្ញុំនឹងធ្វើវីដេអូឆ្លើយតបថែមទៀតអញ្ចឹងខ្ញុំមានតែប៉ុណ្្នេះទេសូមអរគុណច្រើនបងប្អូនដែលបានមើលវីដេអូខ្ញុំសូមកុំភ្លេចចុច like ផងហើយនឹងយើងបន្តនៅមេរៀនទី3បន្តទៀតអំពី screen CV អញ្ចឹងយើងនឹង screen CV ធ្វើម៉េចឲ្យមានប្រសិទ្ធភាពថាតើ CV នោះយើងគួរមើលនៅក្នុងចំណុចណាខ្លះអញ្ចឹងយើងតាមដាននៅចំណុចទី3ទាំងអស់គ្នាបាទសូមអរគុណជូនពរសំណាងល្អ